បានធ្វើសកម្មភាពដោយឯកតោភាគីទួយទៅនឹងកិច្ចព្រមព្រៀងបတ်ឈប់បាញ់នេះគឺបានយកកងឡានហើយនឹងរបងបលាលូសនោះយកមករាយនៅក្នុងទឹកដីខ្មែរជាពិសេសនៅភូមិអូបីជឿនហើយថ្មីនេះក៏ពង្រីកទៅដល់ភូមិព្រៃច័ន្ទដែលជិតទៅនឹងប្រាសាទស្រកកដែលនៅជិតនោះហើយក៏មានការរំពៀននៅតំបន់ផ្សេងដទៃទៀតជាច្រើនកន្លែងហើយលេចធ្លោដូចជានៅឆុងច្រកអានសេះម្ដងហើយម្ដងទៀតនោះយកបណ្ដាលូមកដាក់កងឡានមកដាក់ហើយបានលោកពៀនជាបន្តបន្ទាប់ហើយតាមការសន្និដ្ឋាននិងការមើលឃើញរបស់ខ្ញុំគឺការលោកពៀននេះដោយសារតែនៅក្នុងពេលដែលមានការប៉ះប្រយុទ្ធគ្នាពីថ្ងៃ24ដល់ថ្ងៃ28ហើយ28នេះគឺកងទ័ពថៃបរាជ័យដ៏ធ្ងន់ធ្ងរអ្វីដែលខ្ញុំបានតាមដានពិនិត្យមើលគឺថាស្លាប់ទាហាននោះរាប់រយនាក់ចង់ចូលដល់ពាន់នាក់ផងស្លាប់ទាំងរបួសនៅគ្រប់សមរភូមិទាំងអស់ហើយក៏បាត់បង់ទឹកដីណាបាត់បង់ទឹកដីដោយថាពីដើមដូចជានៅប្រាសាទតាមិនធំតាមិនតូចតាកបីគឺយើងបានដែលចូលជើងនោះនៅ2នាក់គឺអត់ប្រដាប់អាវុធទេគាត់តែចូលជើងមានទាហានកម្ពុជាហើយទាហានថៃចូលនៅលើប្រាសាទទាំងប្រមាណកន្លែងនោះប៉ុន្តែដល់ពេលទុះអាវុធប្រយុទ្ធគ្នាទៅគឺកម្ពុជាបានកាន់កាប់ទាំងអស់តាមិនធំតាមិនតូចសាតាកបីហើយតំបន់នេះជាតំបន់ដែលខ្ញុំបានចូលជើងតាំងពីឆ្នាំ1980ណា82ដែលខ្ញុំចូលក្នុងតំបន់នេះគឺតំបន់ដែលខ្ញុំចូលគឺតំបន់ថ្មដូនប្រាសាទតាកបីជប់ត្រាងថ្មរយបន្តមករីឯប្រាសាទតាមិនធំតាមិនតូចហើយជប់កគីគឺកងពល519របស់កម្ពុជាជាទីបតៃខ្មែរក្រមអ្នកឈរជាពិសេសគឺលោកដំថ្នាក់នេះបងដែលបានចូលជុំស្គាល់គ្នាច្បាស់មកនោះគឺថាបានចូលជើងជារហូតមកហើយនៅតំបន់ផ្សេងទៀតនៅប្រាសាទព្រះវិហារនៅភ្នំត្រប់នៅវាលអេទ្រីអីទាំងអស់គឺកម្ពុជាយើងក្រោយមានការផ្ទុះអាវុធគ្នារយៈ4ថ្ងៃ5ថ្ងៃហ្នឹងគឺយើងបានកាន់កាប់ច្រកអានសេះអីទាំងអស់ចឹងហើយបានកងទ័ពថៃនេះបរាជ័យដល់ធ្ងន់ធ្ងរស្លាប់នឹងរបួសទាហាននឹងរាប់ពាន់នាក់ដែលខ្ញុំបានបញ្ជាក់ហើយក៏មានព័ត៌មានបញ្ចេញមកថាកម្ពុជាស្លាប់ច្រើនជាងថៃយ៉ាងម៉េចគឺថៃមិនសូវស្លាប់អីបងប្អូនពិចារណាប៉ុណ្ណេះទៅបានហើយថាកងទ័ពកម្ពុជានៅក្នុងប្រទាយមានត្រង់សេបានជីកត្រង់សេដាក់គម្របយ៉ាងមុំទោះបីកំភ្លើងធំទោះបីយន្តហោះទម្លាក់ក៏វាមិនងាយនឹងគ្រោះថ្នាក់ទេយើងបានប្រុងប្រៀបបានមុំទៅរីឯកងទ័ពថៃដល់ថ្មើរជើងរុកព្រៃមកវាយយើងនៅក្នុងប្រទាយដែលគ្មានត្រង់សេហើយអ្នកណាស្លាប់ច្រើនជាងយើងចារណាប៉ុណ្ណេះទៅឃើញហើយស្លាប់ច្រើនដោយសារយើងប្រើកំភ្លើង BM21 40ប៉ុណ្ណឹងដែលយើងបាញ់ម្ដងដូចជានៅភ្នំត្រប់វាលអេទ្រីនៅប្រាសាទព្រះវិហារហ្នឹងយើងបាញ់ម្ដងមានតែ8ឡានហើយ8ឡានបងប្អូនគិតពិចារណាមើលទៅ40កណ្ដុង40គ្រាប់8ឡាន8 4ដង32 320គ្រាប់ហើយ320គ្រាប់នោះវាស៊ីណែទឹកដីនោះវាធំណាស់រាប់គីឡូអញ្ចឹងអ្នកដែលឡើងមកហ្នឹងគឺវាត្រូវតែស្លាប់ច្រើនអញ្ចឹងហើយបាទទាំងរបួសទាំងងាប់រហូតដល់ចូលខ្មោចទៅពេញព្រៃហ្នឹង
một đòn mông đi nên một tuyên là vô mọi ở phong rồi viên sạch mà sạch ấy nung bệnh biệtទាំងអស់ហើយចេះតែចេញព័ត៌មានបំភ្លៃបំផិនថាកងទ័ពខ្មែរស្លាប់ច្រើនកងទ័ពខ្មែរអត់មានស្លាប់ច្រើនទេដោយសារយើងនៅក្នុងប្រទេសយើងនៅក្នុងត្រង់ទេណាយើងពិចារណាប៉ុណ្ណេះទៅបានហើយណាពិចារណាប៉ុណ្ណេះទៅបានហើយយើងមានស្លាប់ដែរណាមិនដល់រយទេណាក្រម100ឆ្ងាយណាហើយនឹងមានរបួសក៏មួយចំនួនដែរក៏មិនច្រើនប្រហែលដែរទេបាទយើងមានប៉ះពាល់តែប្រជាពលរដ្ឋច្រើនណាទៅឲ្យមាននិភាសឹកច្រើនដោយសារថៃនេះបាញ់កំភ្លើងធំមកនោះធ្លាក់ដល់ភូមិប្រជាពលរដ្ឋថៃបាញ់កំភ្លើងធំមកធ្លាក់ប៉ះដល់វត្តដល់សាលារៀនដល់អីធ្វើឲ្យមាននិភាសឹករាប់ម៉ឺននាក់ធ្វើឲ្យសាលារៀនរាប់សិបខ្នងបានត្រកបិទរហូតដល់រត់ថ្ងៃនេះមិនទាន់ដំណើរការអីបានផងហើយជាផ្ោះតាមគឺយើងបាននាំអ្នកសង្កេតការអន្តរជាតិផងហើយអ្នកសង្កេតការនៅអាស៊ានផងបានទៅមើលផ្ទាល់នៅក្នុងសមរភូមិតាមបណ្ដោយព្រំដែនទាំងអស់ចាប់ពីមុំបីមកអានសេះមកប្រាសាទព្រះវិហារប្រាសាទព្រះវិហារមកអូស្មាច់មកថ្មដូនតាក្របីតាមិនទុយតាមិនធំចុកពីអេតណាទាំងអស់គឺរហូតដល់រាល់ថ្ងៃនេះក៏ឃើញថាអ្នកសង្កេតការអន្តរជាតិនិងអាស៊ាននៅតែបន្តបន្ទុយគ្នាដើម្បីទៅសង្កេតការនេះជាការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់យើងហើយក្រសួងការពារជាតិហើយកងយុទ្ធពលខេមរៈភូមិន្ទរបស់យើងដែលបានខិតខំប្រឹងប្រែងធ្វើការងារខាងការទូតណាហើយបង្ហាញព័ត៌មានច្បាស់លាស់រហូតដល់មានអ្នកនឹមពាក្យរបស់លោកធានាធិបតីដូណាល់ត្រាំអ្នកសារព័ត៌មានរបស់គាត់នឹងបានមកមើលផ្ទាល់ដល់កន្លែងដែលមានបញ្ហាដែលមានការរំលោភបំពានពីកងទ័ពថៃមកទៅលើកម្ពុជានេះហើយថ្មីនេះក៏យើងឃើញហើយថានៅខេត្តបន្ទាយមានជ័យនៅភូមិអូបីជឿនដែលថៃបានលោភបំពានយកភូមិប្រជាពលរដ្ឋមកឈូសផ្ទះឈូសអីរបស់ប្រជាពលរដ្ឋមកដាក់កង់ឡានមកធ្វើរបងលោភហើយកម្ពុជាយើងអត់ធ្មត់នៅតែគោរពកិច្ចព្រមព្រៀងដែលបត់ឈប់បាញ់គ្នាជារហូតមកឥឡូវចេះតែរៀលតទៀតរហូតដល់ទៅពីអូបីជឿនទៅដល់ទៅព្រៃច័ន្ទ